ជំរាបសួរប្រិយមិត្តនិងបងប្អូនទាំងអស់គ្នាថ្ងៃនេះអេមីនវិលត្រឡប់មកវិញហើយនឹងសម្រាប់ជូនសាច់រឿងភាគបន្តបេសកកម្មសង្គ្រោះប្រពន្ធកូនពីក្រុមជួញដូរគ្រឿងញៀនភាគទី2មុននឹងចូលសាច់រឿងភាគទី2អ្នកនរគ្នាកុំភ្លេចជួយ Subscribe Channel អេមីនម្នាក់មួយផងណាតើយើងចូលសាច់រឿងភាគទី2របស់យើងដោយឃើញថាប៉ូលីសចុងសិចនិងពេទ្យសត្វមីងសុកកំពុងតែពិភាក្សាគ្នាដើម្បីចាប់យកដូនជនពីក្រុមប៉ូលីសផ្សេងទៀតដោយប៉ូលីសចុងសិចនឹងគឺជាអ្នកដឹកដូនជនដោយខ្លួនឯងពេលនោះប៉ូលីសចុងសិចក៏បានសួរទៅមីងសុកថាតើលោកមានជំនាញអីដែរអត់មីងសុកក៏បានតបវិញថាគាត់មានជំនាញខាងប៉ណ្ណាំងឡានហើយនឹងលោកឆាត់យងផងដែរពេលនោះប៉ូលីសចុងសិចក៏ឮអញ្ចឹងក៏បានតបវិញថាលោហើយអញ្ចឹងបើលោកចែកបាក់ឡានអញ្ចឹងហើយលោកត្រូវតែរៀបផ្លានដើម្បីបុកឡានអ្នកដឹកដូនជនដោយយកកនចេញពីឡានហ្នឹងហើយមីងសុកក៏បានតបវិញថាគាត់ណានឹងរៀបចំផ្លានឡានឲ្យត្រឹមត្រូវហើយបុកឡានពីចំហៀងហើយមិនឲ្យអ្នកណារងរបួសជាដាច់ខាតពេលនោះប៉ូលីសចុងសិចឮអញ្ចឹងគេមិនចង់ជឿថាមីងសុកអាចធ្វើរឿងនឹងបានទេថាមីងសុកចេះតែនិយាយរឿងខ្លែងអញ្ចឹងតែមីងសុកពេលហ្នឹងក៏បានបញ្ជាក់ទៅលោកប៉ូលីសចុងសិចនឹងវិញថាគាត់និយាយពិតមែនណាហើយក៏បានយកផ្លែក្រប់មួយច្របាច់ឡើងខ្ទេចពេលនោះប៉ូលីសចុងសិចក៏បានជឿទៅលើមីងសុកថាប្រហែលជាគាត់អាចធ្វើបានបន្ទាប់មកក៏ឃើញថាក្រុមជួញដូរគ្រឿងញៀនប្រពន្ធរបស់ដូនជនក៏បានមកដល់ផ្ទះកំសាន្តរបស់ពួកគេហើយក៏បាននាំយកប្រពន្ធនិងកូនមីងសុកនិងប៉ូលីសចុងសិចមកដល់ទីតាំងរបស់ខ្លួនគណៈពេលនោះក៏ឃើញថាប៉ូលីសចុងសិចក៏បានបើកឡានដឹកដូនជនទៅតុលាការកាត់ក្តីដែលប៉ូលីសចុងសិចគឺជាអ្នករៀបចំផ្លានដើម្បីឲ្យមីងសុកបើកឡានបុកឡានរបស់គាត់បន្ទាប់មកប៉ូលីសចុងសិចក៏បានឈប់នៅកន្លែង stop ដែលពួកគេក៏បានកំណត់ពេលនោះប៉ូលីសចុងសិចក៏បានងាកទៅរកមីងសុកតែពេលនោះប៉ូលីសចុងសិចនឹងក៏បានឃើញមីងសុកដែលនៅក្នុងឡានដកជូតមួយដែលធ្វើឲ្យប៉ូលីសចុងសិចនឹងមានការភ្ញាក់ផ្អើលជាខ្លាំងហើយហួសចិត្តនឹងមីងសុកជាខ្លាំងហេតុអីបានជាយកឡានឈួតមកធ្វើបេសកកម្មអញ្ចឹងកន្លែងហ្នឹងអេដមីនមើលហើយក៏សើចដែរឡានរបស់មីងសុកគឺឡើងខ្ជូតហ្មងពេលនោះប៉ូលីសចុងសិចក៏បានគិតម្ដងទៀតថាមីងសុកប្រហែលជាធ្វើមិនបានទេមើលទៅពេលនោះមីងសុកក៏បានឃើញប៉ូលីសចុងសិចដែរហើយក៏បានបោះដៃឲ្យសញ្ញាទៅប៉ូលីសចុងសិចហ្នឹងថាគេរីករាយហើយបន្ទាប់មកមីងសុកក៏បានគិតសម័យពីខ្លួនឯងដោយប្រើវិធីយ៉ាងម៉េចដើម្បីបុកឡានប៉ូលីសហ្នឹងឲ្យបានត្រឹមត្រូវតាមផ្លានរបស់ខ្លួនដែលបានកើតបុកយ៉ាងម៉េចដើម្បីកុំឲ្យអ្នកនៅក្នុងឡានរបួសខ្លាំងពេលនោះពួកគេក៏បានចេញទៅដល់ឃើញថាមីងសុកក៏បានបោកតម្រង់ទៅឡានប៉ូលីសហ្នឹងតែពេលទៅដល់ហ្នឹងគឺថាមីងសុកគឺបោកមិនត្រូវឡានប៉ូលីសហ្នឹងទេដោយខុសផ្លានរបស់ខ្លួនពេលនោះឃើញថាប៉ូលីសចុងសិចមានការខឹងមីងសុកជាខ្លាំងដែលបុកឡានគេមិនត្រូវអញ្ចឹងតាមផ្លានដែលពួកគេរៀបចំហើយពេលនោះដូនជនក៏បានដឹងពីផែនការរបស់ប៉ូលីសចុងសិចនឹងផងដែរហើយក៏បានសោចឌឺទៅស្រាប់តែពេលនោះមិនដឹងថាឡានអ្នកណាទេបានបុកឡានប៉ូលីសចុងសិចយ៉ាងខ្លាំងដែលធ្វើឲ្យឡានប៉ូលីសចុងសិចបានកលាប់ឡានជាច្រើនដងជាហេតុដែលធ្វើឲ្យផ្លានប៉ូលីសចុងសិចនិងមីងសុកបានជោគជ័យដោយមីងសុកពេលហ្នឹងក៏បានរត់ទៅចាប់ប៉ូលីសចុងសុកចេញពីលើឡានហើយក៏បានចាប់ដូនជនចេញពីឡានប៉ូលីសដើម្បីដាក់ចូលឡានរបស់គេវិញហើយក៏ឃើញថាអ្នកដែលបើកឡានបុកប៉ូលីសចុងសិចមិញគឺជាយ៉ងកាងគឺជាអ្នកបុកដែលធ្វើឲ្យយ៉ងកាងមានការរបួសក្បាលផងដែរពីព្រោះយ៉ងកាងចង់រកចាប់ដូនជនពីប៉ូលីសផងដែរតែត្រូវបរាជ័យដោយសារតែមីងសុកនិងប៉ូលីសចុងសិចបានយកដូនជនទៅបាត់ហើយដែលធ្វើឲ្យយ៉ងកាងមានការខឹងជាខ្លាំងបន្ទាប់មកក៏ឃើញថាមេធំប៉ូលីសក៏បានខឹងយ៉ាងខ្លាំងផងដែរដោយមានអ្នកសង្គ្រោះដូនជននៅកន្លែងហ្នឹងហើយក៏បានសួរប៉ូលីសផ្សេងទៀតថាតើនរណាជាអ្នកធ្វើរឿងហ្នឹងប៉ូលីសផ្សេងទៀតក៏បានប្រាប់មេរបស់ខ្លួនថាគឺយ៉ងកាងម្នាក់ដែលទៅចេញពីគុកហ្នឹងជាអ្នកធ្វើរឿងហ្នឹងបន្ទាប់មកគាត់ក៏បានមើលឃើញមីងសុកហើយក៏បានសួរកូនចៅរបស់ខ្លួនតែម្នាក់នេះគឺជាអ្នកណាពេលនោះប៉ូលីសផ្សេងទៀតក៏បាននិយាយថាគេប្រហែលជាកូនចៅរបស់យ៉ងកាងឬក៏កូនចៅរបស់ដូនជនហើយមេប៉ូលីសក៏បានឃើញប៉ូលីសចុងសិចនៅជាមួយនឹងមីងសុកផងដែរហើយក៏សង្ស័យថាប្រហែលប៉ូលីសចុងសិចត្រូវបានម្នាក់មីងសុកនឹងចាប់ខ្លួនហើយក៏បន្លំខ្លួនទៅជាមួយនឹងមីងសុកនឹងពេលនោះមេធំប៉ូលីសក៏បានសរសើរថាតាំងពីដើមមកប៉ូលីសចុងសិចធ្វើការបានល្អណាស់កំណត់គោលដៅចាប់បានច្បាស់លាស់តែលើកនេះមេរបស់ខ្លួនមិនបានសង្ស័យទៅលើប៉ូលីសចុងសិចទេតាមពិតទៅប៉ូលីសចុងសិចបានរៀបចំផែនការជាមួយមីងសុកដើម្បីចាប់យកដូនជនសោះបន្ទាប់មកឃើញថាមេប៉ូលីសក៏បានខលទៅប៉ូលីសចុងសិចដើម្បីសួរពីចុងសិចថាឥឡូវនឹងមិនហើយតែពេលនោះប៉ូលីសចុងសិចក៏បានឃើញគឺមិនព្រមលើកខលរបស់មេរបស់ខ្លួនទេតែចង្រៃអីក៏បានជិះឡានឡើងទួលហើយក៏បានធ្លាក់មកវិញហើយក៏បានចុចលើកខលនឹងហ្មងហើយប៉ូលីសចុងសិចក៏បានលើកខនឹងហ្មងទៅប៉ុន្តែប៉ូលីសចុងសិចមិនបាននិយាយទេដោយមេធំរបស់ប៉ូលីសចុងសិចគឺជាអ្នកនិយាយដោយគាត់និយាយថាឥឡូវឯងមិនហើយឯងត្រូវតែចាប់គោលដៅឲ្យច្បាស់ឲ្យល្អគាត់ចាំតែសផុតពីក្រោយទេដោយប្រាប់ប៉ូលីសចុងសិចថាបើត្រូវការកម្លាំងប៉ូលីសបន្ថែមគ្រាន់តែខលមកគាត់មកមីងសុកក៏បានសួរទៅប៉ូលីសចុងសិចថាតើគាត់ខលមកដើម្បីនិយាយអី
ហើយប៉ូលីសចុងស៊ិចនឹងក៏បានតបវិញថាគាត់អត់ដឹងថាមេរបស់ខ្លួននិយាយពីអីទេបន្ទាប់មកក៏ឃើញថាប្រពន្ធដូជនក៏បាននិយាយប្រាប់ស៊ីណាថាប៉ូលីសចុងស៊ិចហ៊ានចាប់ប្តីរបស់គេហើយដាក់ខ្នោះលើប្តីរបស់គេផងដែរអញ្ចឹងយើងត្រូវតែដាក់ខ្នោះឯងវិញស៊ីណាក៏បានតបវិញថាប៉ូលីសចុងស៊ិចគឺមិនមែនជាប្តីរបស់ខ្លួនទេគ្រាន់តែជាអតីតប្តីរបស់ខ្លួនប្តីរបស់ខ្លួនបច្ចុប្បន្នគឺជាពេទ្យសត្វម្នាក់នោះទេហើយក៏ជាកងកម្លាំងសម្ងាត់ម្នាក់មួយផងដែរហើយប្រពន្ធដូជនក៏បានតបទៅវិញថាអ្នកសំណាងអ្នកដែលមានប្តីពីរអញ្ចឹងអ្នកចង់និយាយថាប៉ូលីសចុងស៊ិចគឺមិនមកជួយសង្គ្រោះអ្នកទេឬប៉ូលីសចុងស៊ិចគ្រាន់តែជាអតីតប្តីរបស់អ្នកស៊ីណាក៏បានតបវិញថានឹងហើយគេមិននឹងមកទេហើយប្តីបច្ចុប្បន្នរបស់ខ្ញុំនឹងមកជួយខ្ញុំជាមិនខានបន្ទាប់មកឃើញថាប៉ូលីសចុងស៊ិចក៏បានសួរទៅដូជនថាតើម្នាក់ដែលបុកឡានគេមិញគឺជាអ្នកណាតែដូជននោះក៏បានកុហកប្រាប់គេថាជាគ្នារបស់គាត់តែពេលនោះមីសុកក៏បានមើលមុខរបស់ដូនជនហើយក៏បានគិតថាគេនិយាយកុហកយើងទេដោយមីសុកគឺជាពេទ្យសត្វអញ្ចឹងហើយក៏មានវិធីមើលចិត្តសត្វនិងមនុស្សក៏ដូចគ្នាដែរហើយមីសុកក៏បានប្រៀបធៀបដូជនប្រៀបដូចជាសត្វចចកដែលភ្នែកចចកដូចដូជនជាខ្លាំងឯប៉ូលីសចុងស៊ិចនឹងប្រៀបដូចជាសត្វស្វាដែលធ្វើឲ្យប៉ូលីសចុងស៊ិចឡើងកាំងនឹងពាក្យមីសុកនិយាយហ្មងពេលនោះដូជនលើមីសុកនិយាយអញ្ចឹងក៏គេធ្វើកាយវិការដូចជាឆ្កែបន្ទាប់មកប៉ូលីសចុងស៊ិចនៅតែសួរទៅដូជនថាតើប្រពន្ធដូជនយកប្រពន្ធរបស់ខ្លួននិងកូនរបស់ខ្លួនទៅលាក់នៅកន្លែងណាហើយដូជនក៏បាននិយាយថាគេមិនដឹងទេគេមិនមែនជា GPS ទេដែលដឹងគ្រប់ទីកន្លែងហើយថែមនិយាយថាប្រពន្ធគេនឹងមកជួយសង្គ្រោះគេជាមិនខានពេលនោះមីសុកក៏បានយកប្រដាប់ឆក់ពាក់កឆ្កែនឹងក៏ពាក់ទៅលើករបស់ដូជនដើម្បីបង្ក្រាបដូជនដើម្បីឲ្យស្ដាប់ពួកគេពេលនោះមីសុកក៏បានឆក់ដូជនស្លាប់ទៅដោយសារដូជននិយាយច្រើនពេកគណៈពេលនោះក៏បានឃើញថាអ្នកកសែតចរ៉ាក៏បានមកសើការពីរឿងដែលកាត់ឡើងដែលដូជននិងប៉ូលីសមីសុកបានបាត់ខ្លួនដើម្បីយកព័ត៌មានតែពេលនោះកូនចៅរបស់ចុងស៊ិចក៏បានឃើញហើយក៏បានហាមអ្នកកសែតចរ៉ានឹងចេញពីកន្លែងគេហាមឃាត់ជាដាច់ខាតតែអ្នកកសែតចរ៉ានៅតែសួរថាពួកគេទាំងពីរនាក់បានបាត់ខ្លួនហើយតាមមូលហេតុអីទៅដោយកូនចៅប៉ូលីសចុងស៊ិចនឹងក៏បានប្រាប់អ្នកកសែតចរ៉ាថាគេមិនដឹងរឿងអីទេតែអ្នកកសែតចរ៉ានៅតែមានចម្ងល់ពីពួកគេហេតុអីបានពួកគេបាត់ខ្លួនទាំងពីរនាក់បន្ទាប់មកក៏ឃើញថាប្រពន្ធរបស់ដូជនក៏បានខលមកប៉ូលីសចុងស៊ិចតែពេលនោះប្រពន្ធដូជនអត់ចង់និយាយជាមួយនឹងប៉ូលីសចុងស៊ិចដែលជាប្តីដើមរបស់ស៊ីណាទេគាត់ចង់និយាយជាមួយប្តីចង់តែធ្វើប៉ូលីសចុងស៊ិចមានអារម្មណ៍ថាខ្មាស់គេបន្តិចពេលហ្នឹងហើយពេលនោះមីសុកដែលជាប្តីចង់ក៏បាននិយាយថាគេជាប្តីចង់តើប្តីរបស់ខ្លួនសុខសប្បាយដែរអត់គ្រាន់តែបាច់គ្នាទៅ2ថ្ងៃទេពេលនោះពួកគេទាំងពីរនាក់សួរគ្នាទៅវិញទៅមកឡើងស្វីតហ្មងតែប៉ូលីសចុងស៊ិចឃើញអញ្ចឹងក៏ទ្រាំមិនបាននឹងពាក្យស្វីតរបស់ពួកគេដែលនិយាយអញ្ចឹងហើយប៉ូលីសចុងស៊ិចក៏បានយកទូរស័ព្ទនឹងដើម្បីសួរប្រពន្ធរបស់ដូជនតើប្រពន្ធកូនរបស់ខ្លួននៅទីកន្លែងណាពេលនោះប្រពន្ធដូជនក៏បានបង្ហាញកូននិងប្រពន្ធរបស់ពួកគេដែលធ្វើឲ្យពួកគេភ័យខ្លាចយ៉ាងខ្លាំងពេលនោះប្រពន្ធរបស់ដូជនបានប្រាប់ពួកគេថាលោកក៏ត្រូវធ្វើអីម្យ៉ាងទៅតាមផែនការរបស់ខ្លួនត្រូវតែយកវត្ថុម្យ៉ាងដែលឈ្មោះណាប៊ីនៅក្រុមហ៊ុនរបស់ពួកគេបើលោកមិនធ្វើទេប្រពន្ធកូនរបស់លោកនឹងស្លាប់ជាមិនខានពេលនោះប្រពន្ធដូជនក៏បានចុចទូរស័ព្ទនឹងបិទទៅពេលនោះប៉ូលីសចុងស៊ិចក៏បានគំរាមទៅដូជនថាបើប្រពន្ធនិងកូនរបស់ខ្លួនកាត់អីគេនឹងសម្លាប់ពីអ្នកប្តីប្រពន្ធឯងបន្ទាប់មកក៏ឃើញថាយ៉ងកាងបានឲ្យកូនចៅរបស់ខ្លួនសាក់រូបមន្តទៅលើខ្លួនរបស់គេបន្ថែមអញ្ចឹងហើយយ៉ងកាងក៏បានប្រាប់កូនចៅរបស់ខ្លួនថាគេនឹងកំចាត់អាចចង្រៃដូជនចេញដើម្បីឲ្យពួកគេសាងក្រុមជួញដូរគ្រឿងញៀនថ្មីពេលនោះក៏ឃើញថាកូនចៅរបស់យ៉ងកាងម្នាក់ក៏បានរត់មកប្រាប់យ៉ងកាងថាឥឡូវគេរកឃើញឡានពេទ្យសត្វមីសុកនិងប៉ូលីសចុងស៊ិចនឹងហើយបន្ទាប់មកក៏ឃើញថាប៉ូលីសចុងស៊ិចក៏បានមកដល់ក្រុមហ៊ុនរបស់ដូជនដែលបានបិទហើយក៏មានការយាមពីប៉ូលីសផងដែរដោយប៉ូលីសចុងស៊ិចក៏បានខកប៉ូលីសផ្សេងទៀតដល់ឲ្យលុយឲ្យទៅអ្នកយាមនឹងទៅទិញរបស់ដែលពួកគេចង់ញ៉ាំហើយពួកគេក៏បានព្រមចេញពីកន្លែងហ្នឹងទៅបន្ទាប់មកប៉ូលីសចុងស៊ិចក៏បានហៅមីសុកនិងដូជនឲ្យចូលមកបន្ទាប់មកឃើញថាពួកគេក៏បានចូលដល់បន្ទប់សម្ងាត់របស់ដូជនពេលនោះឃើញថាកូនចៅរបស់យ៉ងកាងក៏មកតាមពួកគេដែរដោយស៊ើបអង្កេតពីពួកគេដោយកូនចៅយ៉ងកាងបានដាក់ឧបករណ៍ស្រូបសំឡេងពីចម្ងាយដោយដឹងថាពួកគេនិយាយអីទាំងអស់ពេលនោះឃើញថាដូជនក៏បានដើរទៅលើផ្ទាំងការ៉េមួយហើយដូជនក៏បានរំទៅលើនឹងពេញនឹងហ្មងតែប៉ូលីសចុងស៊ិចហើយនឹងមីងសុកគឺមិនដឹងថាដូជនកំពុងធ្វើអីទេហើយក៏បានសួរតើលោកកំពុងតែធ្វើអីពេលនោះដូជនក៏បានប្រាប់វិញថាចាំតែមើលទៅបន្តមកឃើញថាដូជនរំចប់ក៏បានលេចចេញនឹងដុំការ៉េដ៏ធំមួយដែលចេញមកហើយប៉ូលីសចុងស៊ិចនិងមីងសុកក៏បានសួរតើវាជាដុំអ្វីហើយដូជនក៏បានប្រាប់ទៅវិញថានេះគឺជាកម្មវិធី AI ដែលឈ្មោះរបស់វាគឺ Nabi ហើយក៏ជា CPU ដំណើរការលើ graphic មួយផងដែរដែលដុំនឹងគឺជាចំនួនមួយដែលពួកគេអាចចែកចាយគ្រឿងញៀនទូទាំងប្រទេសបាន
ដែលតម្លៃវាគឺថ្លៃណាស់$100,000 លានហើយប៉ូលីសចុងស៊ិចនិងមីសុកក៏លឺអញ្ចឹងក៏ហួសចិត្តនឹងប្រអប់នេះថ្លៃម៉េះហើយប៉ូលីសចុងស៊ិចនិងមីសុកក៏បានបញ្ជាឲ្យដូរជនឲ្យប្រអប់នេះមកគេមកតែដូរជនគឺមិនចង់ឲ្យពួកគេទេតែមីសុកពេលហ្នឹងក៏បានគម្រាមទៅលើដូរជនបើមិនឲ្យគេទេគេនឹងឆក់ករបស់ដូរជនពេលនោះដូរជនក៏បានយកព្រំនឹងពួកគេទៅហើយក៏បានហុចឲ្យពួកគេទៅខណៈពេលនោះឃើញថាយងកាំងក៏បានលឺពួកគេនិយាយរឿងនឹងផងដែរបន្ទាប់មកក៏ឃើញថាពួកគេក៏បានជិះឡាននៅពីក្រោយឡានរបស់ប៉ូលីសចុងស៊ិចនិងមីសុកដើម្បីចាប់យកដូរជននិងសម្លាប់ដូរជនចោលពេលនោះមីសុកក៏បានឃើញយងកាំងហើយក៏បានសួរទៅប៉ូលីសចុងស៊ិចថាតើគេជាអ្នកណាមិនក៏ជិះឡានតាមយើងអញ្ចឹងពេលនោះប៉ូលីសចុងស៊ិចក៏បានប្រាប់ទៅវិញថាគេគឺជាមេថប់គ្រឿងញៀនម្នាក់ដែលខ្ញុំចាប់គេនៅក្នុងភក់ពេលនោះដែលខ្ញុំហៅឈ្មោះគេជា Rocky Gang ដែលមេថំជាប់នៅក្នុងភក់ហើយចំណែកឯដូរជនក៏បានភ័យហើយនិយាយប្រាប់ពួកគេថាគឺម្នាក់នឹងហើយដែលហៅខ្ញុំរួមដៃគ្នាជួញដូរគ្រឿងញៀនតែខ្ញុំមិនព្រមឥឡូវគេមកសម្លាប់ខ្ញុំហើយយងកាំងក៏បានបើកឡានដេញពួកគេដេញយ៉ាងជាប់គ្នាហ្មងចំណែកឯប៉ូលីសចុងស៊ិចឃើញអញ្ចឹងក៏បានប្រាប់ឲ្យមីសុកបើកឡានឲ្យលឿនពេលនោះឃើញថាមីសុកបានបើកឡានបត់យ៉ាងខ្លាំងហើយពិតជាជំនាញរបស់គេមែនដែលជាហេតុដែលធ្វើឲ្យពួកយងកាំងបានស្រុងអារម្មណ៍ភ្លេចខ្លួនថាគេកំពុងតែដេញឡានប៉ូលីសចុងស៊ិចនិងមីសុកនឹងហើយក៏បានបើកឡានហួសទៅតម្រាំតែភ្ញាក់ខ្លួនមកវិញគឺឡានរបស់ពួកគេក៏បើកហួសហើយកន្លែងហ្នឹងអេដមីនសោចឡើងចុកពោះរឿងនេះពិតជាកំ ប្លែងខ្លាំងមែនតើចំណែកឯមីសុកក៏បានយកស្រោមដៃរបស់គេចេញមកដើម្បីបង្ហាញស្នាដៃបាក់ឡានរបស់គេម្ដងទៀតពេលនោះឃើញថាប៉ូលីសចុងស៊ិចនិងដូរជនមានការភ័យយ៉ាងខ្លាំងដែលមីសុកបាក់ឡានសាហាវខ្លាំងហ្មងដោយមិននឹកស្មានថាមីសុកបានបើកឡានដល់ខ្លាំងយ៉ាងហ្នឹងហើយមីនសុកក៏បាននិយាយថាលោកក៏យកចង្កូតឡានឲ្យខ្ញុំបន្តិចតែប៉ូលីសចុងស៊ិចក៏បានតបវិញថាវានៅទីនោះហើយមីនសុកក៏បាននិយាយថានៅមានមួយទៀតហើយប៉ូលីសចុងស៊ិចក៏បានយកចង្កូតថ្មីចេញមកហើយមីនសុកក៏បានដោះដូរចង្កូតចាស់ដាក់ចង្កូតថ្មីវិញដែលចង្កូតនេះពិតជាអែមែនតែនចំណែកឯប៉ូលីសចុងស៊ិចនិងដូរជនគ្រាន់តែឃើញអញ្ចឹងអេងភីផងខ្លាចផងអីអញ្ចឹងនឹកស្មានថាមីនសុកក៏បើកឡានសាហាវដល់ថ្នាក់ហ្នឹងបន្ទាប់មកឃើញថាមីនសុកក៏បានបើកឡានចេញមកហើយបត់យ៉ាងលឿនដោយចំនឹងបុកឡានរបស់យងកាងពេលនោះឃើញថាយងកាងក៏បានបើកឡានម៉ូតូមុខឡានរបស់មីនសុកហ្នឹងដែលធ្វើឲ្យពួកគេស្លោឈាមយ៉ាងខ្លាំងខ្លាចឡានបុកគ្នាអញ្ចឹងពួកគេទាំងអស់គ្នានៅក្នុងឡាននោះស្រែកឡើងផ្អើលហ្មងពេញឡានហ្មងដែលខ្លាចឡានបុកគ្នាបន្ទាប់មកឃើញថាពួកគេទាំងអស់គ្នាក៏បានឈប់ឡានទៅមុខគ្នាហ្នឹងដោយមិនដឹងថាទៅកន្លែងណាទេដោយសារឡានកាក់មុខគ្នាអញ្ចឹងពេលនោះឃើញថាមីនសុកក៏បានរកវិធីដើម្បីបើកឡានរត់ថយក្រោយដោយពួកយងកាងនៅតែដេញឡានរបស់ប៉ូលីសចុងស៊ិចនិងមីនសុកដដែលដោយដេញនៅពីមុខហ្មងដេញរហូតជិតដល់ជញ្ជាំងពេលនោះឃើញថាប៉ូលីសចុងស៊ិចនិងដូរជនឃើញជិតដល់ជញ្ជាំងអញ្ចឹងក៏បានស្រែកប្រាប់មីនសុកថាជិតដល់អញ្ចឹងហើយឲ្យប្រយ័ត្នផងតែមីនសុកក៏ធ្វើប្រងើយធ្វើធម្មតាដែលធ្វើឲ្យពួកគេភ័យខ្លាំងមែនទែនពេលនោះឃើញថាមីនសុកក៏បានប្រើជំនាញកាច់ឡានរបស់គេថយក្រោយយ៉ាងលឿនជាងកុំឲ្យប៉ះជញ្ជាំងហ្នឹងហើយមីនសុកក៏បានជិះរត់ទៅជីសុកក៏បានឃើញឆ្មាមួយនៅកណ្ដាលផ្លូវប៉ូលីសចុងស៊ិចក៏បានស្រែកថាឆ្មាពេលនោះមីនសុកក៏បានឃើញអញ្ចឹងក៏បានបើកឡានឡើងជញ្ជាំងហោះពេញហ្នឹងហ្មងដើម្បីកិច្ចឆ្មាកុំឲ្យត្រូវឆ្មាហ្នឹងងាប់ដែលធ្វើឲ្យប៉ូលីសចុងស៊ិចនិងដូរជនស្រែកយ៉ាងខ្លាំងនៅក្នុងឡាននឹកស្មានថាមីនសុកក៏បើកឡានសាហាវយ៉ាងដល់ថ្នាក់ហ្នឹងពេលទី2របស់យើងបានចប់ត្រឹមនឹងទៅចាំមើលថាភាគទី3របស់យើងតើក្រុមប៉ូលីសចុងស៊ិចអាចរត់គេចខ្លួនពីក្រុមគ្រឿងញៀនយងកាងដោយរបៀបណាអ្នកនរគ្នាកុំភ្លេចរងចាំភាគបន្តនៅពេលក្រោយប៉ុន្តែអ្នកនរគ្នាកុំភ្លេចជួយ Subscribe ឆានែល Admin ម្នាក់មួយផងណា Admin ស្រឡាញ់បងប្អូនទាំងអស់គ្នាបាយបាយ